ទីផ្សារមាសនៅថ្ងៃច័ន្ទទី21ខែ4សម្រាប់ទីផ្សារមាសនៅព្រឹកនេះដែរគឺយើងឃើញថាទីផ្សារមាសបានបន្តឡើងទៅលើទៀតដោយឡើងតាំងពីតម្លៃ3327ឡើងដល់តម្លៃ3386អញ្ចឹងយើងវាស់មកសម្រាប់ព្រឹកនេះទីផ្សារបានឡើងចូល60លេខចូល60លេខអញ្ចឹងមាសឡើង$60ក្នុងមួយអោនចំណែកយើងគិតជាតម្លឹងចូល$70ឬក៏$70-80ក្នុងមួយតម្លឹងអញ្ចឹងក្នុងព្រឹកនេះទីផ្សារមាសនៅតែបន្តឡើងទៅលើច្រើនទៀតបើយើងមើលទៅសម្រាប់កម្លាំងមាសយើងឃើញថាកម្លាំងឡើងគឺនៅតែខ្លាំងអញ្ចឹងភាគរយឡើងគឺនៅតែបន្តឡើងទៅលើទៀតទោះបីចុះគឺចុះមកតិចតួចមាសបន្តឡើងទៅលើទៀតហើយអញ្ចឹងយើងមើលទៅលើ30នាទីដើម្បីរកឱកាសក្នុងការចូលផ្សារសម្រាប់30នាទីយើងឃើញថាទីផ្សារមាសបានឡើងទៅធ្លាយកំពូលចាស់ឬក៏ resistance នៅតម្លៃ3357អញ្ចឹងមាសដោយសារតែមាសឡើងពីក្រោមនេះទៅឡើងរៀងច្រើនអញ្ចឹងមាសអាចចុះមកវិញខ្លះសម្រាប់ម៉ោង11ឥឡូវបច្ចុប្បន្ននេះគឺម៉ោង11អញ្ចឹងម៉ោងបច្ចុប្បន្នឬរហូតដល់ម៉ោងអឺរ៉ុបភាគរយមាសចុះមកវិញអាចមានច្រើនមាសអាចចុះមកដល់តម្លៃ3357ឬក៏3360វិញឬក៏អាចចុះមកក្រោមនេះចុះមករកតម្លៃ3340វិញសម្រាប់តម្លៃបច្ចុប្បន្ននេះគឺនៅតម្លៃ3375ជាងតម្លៃនេះគឺអត់សូវល្អទាំង buy ទាំង sell ដោយសារតែមាសចុះមកពីតម្លៃកំពូលព្រឹកមិញនេះគឺតម្លៃ3385មកដល់3375នេះចូល10លេខ$10ក្នុងមួយអោនអញ្ចឹងយូរយើងរួមចាំតិចទៅសម្រាប់ការ sell យើងរួមចាំនៅពេលដែលទីផ្សារបកទៅលើវិញខ្លះយើងអាច sell បានហើយតម្លៃនេះយើងកុំតន់អាធ្វើអីនៅតម្លៃ3274យើងអាចរួមចាំនៅពេលដែលទីផ្សារបកទៅវិញខ្ទង់តម្លៃ3382នេះគឺយើងអាច sell បានហើយយើងអាច sell បានទៀតនៅតម្លៃ3390ហើយតម្លៃដែលល្អខ្លាំងមែនទែនគឺនៅតម្លៃ3400ក្នុងមួយអោនតម្លៃ2នេះគឺយើងអាចដាក់ sell limit បានសម្រាប់ទីផ្សារមាសចំណែកឯតម្លៃបាយយើងរងចាំតិចទៅតម្លៃបាយយើងរងចាំនៅពេលដែលទីផ្សារបកជុំបខំវិញរៀងច្រើនតិចមកទួងតម្លៃបាយយើងរងចាំរៀងឆ្ងាយអញ្ចឹងបើសិនជាម៉ោងពេលព្រឹករហូតដល់ម៉ោងអឺរ៉ុបទីផ្សារនៅតែបន្តចុះម៉ោងអាមេរិកនៅម៉ោងពេលយប់ម៉ោង7ម៉ោង8គឺយើងបាយគឺល្អសម្រាប់ម៉ោងពេលយប់អញ្ចឹងសម្រាប់តម្លៃបាយគ្រាន់តែរៀងឆ្ងាយយើងអាចបាយបាននៅតម្លៃ3346ហើយបើសិនជាទីផ្សារនៅតែបន្តចុះទៀតយើងអាចបាយបាននៅតម្លៃ3331និងតម្លៃ3311សម្រាប់ទីផ្សារមាសសម្រាប់បាយយើងគួរតែកំណត់ SL ឲ្យបានច្បាស់លាស់ដោយសារតែមាសឡើងទៅរៀងខ្ពស់បែបនេះបើសិនជាចុះមកច្រើនបែបនេះចុះមកច្រើនបែបនេះយើងជាប់ hold បើយើងជាប់ hold បាយនៅតម្លៃខ្ពស់អញ្ចឹងឲ្យយល់ឲ្យរាល់ការបាយយើងគួរតែកំណត់ SL ឲ្យបានច្បាស់លាស់ដោយសារតែទីផ្សារមាសបច្ចុប្បន្ននេះគឺការប្រែប្រួលច្រើន sell ក៏ដូចគ្នា sell យូរឡើយនៅពេលដែលយើង sell យើងគួរកំណត់ SL ឬក៏ TP ឲ្យបានច្បាស់លាស់អញ្ចឹងសម្រាប់ព័ត៌មាននៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះគឺអត់មានអីច្រើនទេមានតែពណ៌ធម្មតាទេអញ្ចឹងយើងមើលថ្ងៃស្អែកថ្ងៃទី22ក៏អត់សូវមានព័ត៌មានច្រើនដូចគ្នាសម្រាប់បងប្អូនដែលចង់បើក account trade នៅ Blackwell អាចឆាតតាម Telegram 016879511ហើយបើសិនជាបងប្អូនចង់ដឹងពីតម្លៃមាសគីឡូមាសអី
អាចឆាតសួរបានឆាតសួរបាននៅតាមលេខទូរស័ព្ទនេះដូចគ្នា